បាទជំរាបសួរពុកម៉ែបងប្អូនបាទនេះវគ្គ2បាទបន្ទាប់ពីយើងត្រាំពូជហើយបាទបងប្អូនត្រូវមានកេះស្នោឬក៏ធុងតកកបាទហើយកណាត់ឬក៏កន្សែងបាទដែលអាចជក់ទឹកបានបាទហើយយើងតមកយើងយកដាក់ជ្រក់ទឹកឲ្យសើមហ្នឹងហើយយើងពូតទៅនៅសើមល្មមហើយយើងចាក់ក្របរាយទៅបាទចាក់ក្របរាយវាឲ្យសពទៅបាទឲ្យវាក្លៀបគ្នាល្អបំឲ្យនៅគល់គ្នាច្រើនពេកបាទហើយយើងក៏គ្របវាឲ្យចិត្តវិញដែរបាទបញ្ជាក់បាទគឺកណាត់ហ្នឹងសើមបាទអញ្ចឹងយើងគ្របនឹងធុងស្នោបិទចិត្តបាទធុងស្នោឬធុងតកកយើងហ្នឹងបិទណាបងប្អូនគ្របឲ្យចិត្តទៅរួចហើយយើងទុករយៈពេល1យប់ទៅ2យប់បាទ2យប់យើងបើកមើលបាទបើបែកមាត់ចាបហើយបើយើងត្រៀមដីបណ្ដោះបាទហើយយូរទៅយើងធ្វើយូរទៅយើងដឹងណាបងប្អូនតាមពូជខ្លះវា1យប់ពូជខ្លះវា2យប់បែកមាត់ចាបពូជខ្លះ3យប់ពូជខ្លះ4យប់បាទតាមពូជបាទពូជខ្លះរហូតដល់4 5យប់ក៏មានដែរណាបងប្អូនហ្នឹងហើយសូមអរគុណ